មុនការប្រកួតចាប់ផ្ដើមក៏មានការគោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជាក្រុមទាំងពីរក៏ស្វាគមន៍គ្នាមុនការប្រកួតចាប់ផ្ដើមបាទឱកាសដំបូងនេះហើយបាទការទាត់ពីវីរៈតារាហើយក៏បញ្ចូលទីតែម្ដងបាទយើងឃើញថាក្របបាល់ដ៏ល្អរបស់វីរៈតារាបាទផុតកម្ពស់លីកកដាហើយក៏បំប៉ោងសំណាញ់ទីបាទគិតត្រឹម9វិនាទីតែប៉ុណ្ណោះនៅក្នុងវគ្គទី1បាទក្របបាល់ដ៏អស្ចារ្យក្របបាល់ដែលមិនគួរឲ្យជឿឱកាសទៅកន្លែងនេះជាបន្តបាទប៉ុន្តែជួយបានបាទពីលីកកដាកន្លែងនេះក៏មានឱកាសផងដែរបាទពី ISI ការតត់ឆ្វេងពីលើដំបូលទូកហើយក៏បញ្ចប់ទីបានយ៉ាងស្អាតរបស់អនដាសណូសូកេបាទផ្ទះបាទជើងឆ្វេងស្អាតបាទពីការបញ្ជូនរបស់សំអល់ទីណាតត់ឆ្វេងនេះបាទបញ្ចូលទីស្អាតមែនទែនបាទ1-1តតបាល់ហ្វ្រីគីរបស់យូដៃអូកាវ៉ាក៏បុករនាំងការពារចេញទៅខាងក្រៅលោកអញ្ញាកណាក៏ផ្លុំកញ្ចាយបញ្ចប់ការប្រកួតវគ្គទី1វគ្គទី2ក៏ចាប់ផ្ដើមនៃការប្រកួតយើងឃើញថាវគ្គទី2មាន5គ្រាប់កាត់ឡើងកន្លែងនេះការទាត់មួយជើងស្ដាំរបស់យ៉ាម៉ាត់ក៏ជួយបានពីវីរៈតារាកន្លែងនេះការទាត់មួយជើងស្ដាំរបស់យូដៃអូកាវ៉ាក៏ជួយបានពីលីកកដាផងដែរសំអល់ទីណាបញ្ជូនទៅស្ដាំក៏តែបមួយក្បាលកន្លែងនេះក៏ជាប់ថ្នាក់ដៃវីរៈតារាឱកាសកន្លែងនេះបាទប៉ាទ្រីករ៉ុបសុនបាទកឹបស្អាតមែនទែនហើយក៏ទាត់ឆ្វេងមកចូលថ្នាក់ដៃបាទលីកកដាកន្លែងនេះការបុកទង្គិចគ្នាហើយក៏អ៊ុំរុសាមរ៉ាទាត់ស្ដាំជួយបានពីវីរៈតារាបាទចាប់បាល់ជាប់តែម្ដងឱកាសកន្លែងនេះស៊ីដានបញ្ជូនឲ្យគ្រីស្ទៀនបញ្ជូនមកកណ្ដាលខ្វំមេពេប្រាស់ទះឆ្វេងគ្មានសល់ទេបាទមួយគ្រាប់ពីការបញ្ជូនរបស់គ្រីស្ទៀនហើយក៏បាទទះឆ្វេងបញ្ចប់ទីតែម្ដង2-1កន្លែងនេះហើយស៊ីដានមកទាញដាច់3រូបទាត់ឆ្វេងហើរំលងរបស់ហើយក៏ទាត់បញ្ចូលទីតែម្ដងស្អារាមួយគ្រាប់នេះកឹបស្អាតហើយក៏ទាញទះផ្លាឆ្វេងបញ្ចប់ទីបានយ៉ាងស្អាត3-1ឱកាសទៅជាថ្មីប៉ាទ្រីករ៉ុបសុនកន្លែងគីហើយក៏ទាត់ស្ដាំបានមិនចំគោលដៅកន្លែងនេះបាទរតនៈក៏ទាត់ស្ដាំជះបានពីលីកកដាក៏ថែមស្ដាំពីគ្រីស្ទៀនបញ្ចប់ទីបាទក្របបាល់ទី4បាទជះទៅណាមិនឆ្ងាយបាទគ្រីស្ទៀនថែមបញ្ចប់ទីបាទ4-1បាទកន្លែងនេះគ្រីស្ទៀនយើងឃើញថាបាទហើយក៏ប៉ាទ្រីករ៉ុបសុនបាទទាញទាត់ស្ដាំបញ្ចប់ទីបានយ៉ាងស្អាតក្របបាល់ទី5កន្លែងនេះបាទប៉ាទ្រីករ៉ុបសុនបាទមួយជើងស្ដាំបំប៉ោងសំណាញ់ទី5-1ហើយក្របបាល់ក៏មិនទាន់បញ្ចប់នោះដែរមានមួយគ្រាប់បាទកន្លែង